ខ្ញុំបាទតំណាងឲ្យកម្មវិធីទី1បាទសូមធ្វើបទបង្ហាញអំពីការងាររដ្ឋបាលដីធ្លីបាទនៅក្នុងបទបង្ហាញនេះខ្ញុំនឹងលើកយកនៅប្រធានបទចំនួន5បាទទី1ខ្ញុំនឹងនិយាយអំពីទស្សនវិជ្ជារបស់រចនាសម្ព័ន្ធទូទៅរបស់អគ្គនាយកដ្ឋានសូដីនិងភូមិសាស្ត្រគោលបំណងនៃកម្មវិធីទី1សញ្ញនាករនិងកម្មថវិការបស់កម្មវិធីទី4គឺនិយាយអំពីរចនាសម្ព័ន្ធរបស់កម្មវិធីហើយចុងក្រោយគឺសញ្ញនាករលម្អិតរបស់អនុកម្មវិធីបាទសម្រាប់អគ្គនាយកដ្ឋានសូដីនិងភូមិសាស្ត្រទាំងអស់មានចំនួន6នាយកដ្ឋានបាទដែលនាយកដ្ឋាន1គឺឈ្មោះនាយកដ្ឋានគ្រប់គ្រងដីធ្លីនាយកដ្ឋានបច្ចេកទេសនាយកដ្ឋានអភិរក្សសូដីនាយកដ្ឋានភូមិសាស្ត្រនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានសូដីនិងចុងក្រោយគឺនាយកដ្ឋានកិច្ចការវិទ្យាការរៀបចំនៅកម្មវិធីទី1គឺយើងអាចថាផ្អែកទៅលើរចនាសម្ព័ន្ធរបស់អគ្គនាយកដ្ឋានតែម្ដងបាទសម្រាប់គោលបំណងនៃកម្មវិធីអញ្ចឹងសម្រាប់កម្មវិធីទី1កិច្ចការសំខាន់គឺធ្វើយ៉ាងម៉េចពង្រឹងសុវត្ថិភាពដីធ្លីជូនប្រជាពលរដ្ឋបាទកាត់បន្ថយវិវាទហើយចុងក្រោយគឺជំរុញទីផ្សារដីធ្លីមានភាពកើនឡើងដែលជាផ្នែកមួយនៃការជំរុញសេដ្ឋកិច្ចជាតិបាទសម្រាប់សញ្ញនាករនៃថវិកាកម្មវិធីទី1សម្រាប់ឆ្នាំ2026បាទសម្រាប់ការចុះបញ្ជីយើងមាន2សញ្ញនាករជារួមបាទទី1គឺធ្វើម៉េចឲ្យបានការចុះបញ្ជីដីធ្លីឲ្យបានកើន85%នៃក្បាលដីសរុបដែល12លានកន្លះបាទសូមជម្រាបដែរថាបើសិនជាយើងគិតមកដល់ពេលនេះការចុះបញ្ជីដីធ្លីវាស់វែងប្រហែលបាន13លាន8ហើយបាទដោយសារកិច្ចការងារនេះយើងបានធ្វើការប៉ាន់ស្មានមុនទី2គឺតកតងជាមួយការដោះស្រាយវិវាទបាទអញ្ចឹងគិតថានឹងយកករណីវិវាទយកមកដោះស្រាយឲ្យមានការថយចុះ27%បាទនៃបណ្ដឹងសរុបចំនួន5130ករណីបាទហើយថវិកាសរុបសម្រាប់កម្មវិធីទី1បាទក្នុងតួលេខនេះគឺខ្ញុំយកតែថ្នាក់កណ្ដាលទេបាទបើសិនជាយើងបូកទាំងថ្នាក់មន្ទីររាជធានីខេត្តគឺជាតួលេខមូលប្រហែលជាចំនួន1700លានបាទសម្រាប់កម្មវិធីទី1បាទនេះជារចនាសម្ព័ន្ធរបស់គណៈកម្មវិធីទាំង7បាទអញ្ចឹងហើយយើងឃើញថានៅក្នុងអគ្គសូដីមានតែ6យុទ្ធឋានទេប៉ុន្តែយើងរៀបចំរហូតដល់7អនុកម្មវិធីដោយអនុកម្មវិធីទី1នោះគឺយើងនិយាយអំពីការផ្សព្វផ្សាយនៃការចុះបញ្ជីនិងការគ្រប់គ្រងនៃការវាយតម្លៃបែបជារួមអចលនទ្រព្យអនុទី2ការងារបច្ចេកវិទ្យាវាស់វែងសូដីអនុទី3ការងារអភិរក្សសូដីទី4ការធ្វើបច្ចុប្បន្នភាពទិន្នន័យផែនទីគោលនៃប្រជាកម្ពុជាទី5គឺការគ្រប់គ្រងបច្ចេកវិទ្យាព័ត៌មានសូដីទី6ការដោះស្រាយវិវាទដីធ្លីហើយជាចុងក្រោយគឺកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លីបាទសម្រាប់ថវិកាសម្រាប់អនុកម្មវិធី1គឺមាននៅក្នុង slide នេះបាទដោយបានបង្ហាញជូនប៉ុន្តែខ្ញុំសូមជម្រាបបងដែរថាអនុទី7បាទបើជារួមយើងឃើញថាអនុទី7គឺថវិកាច្រើនជាងគេនៅក្នុងហ្នឹងបាទព្រោះអនុទី7គឺអនុវត្តការងារចុះបញ្ជីដីធ្លីទូទាំងប្រទេសបាទអញ្ចឹងប្រហែលជា163,000លានបាទអញ្ចឹងវាស្មើនឹង 98% នៃថវិកាសរុបរបស់កម្មវិធីទី1បាទឥឡូវយើងចូលមកលម្អិតបាទអំពីសញ្ញនាករនៃអនុកម្មវិធីនីមួយៗបាទសម្រាប់អនុកម្មវិធីទី1គឺអនុវត្តដោយនាយកដ្ឋានគ្រប់គ្រងដីធ្លីបាទគាត់មាន2សញ្ញនាករពង្រឹងសមត្ថភាពមន្ត្រីអំពីដំណើរការនៃការវាយតម្លៃលក្ខណៈអចលនទ្រព្យបែបជារួមបាទ mass appraisal ហើយទី2គឺការផ្សព្វផ្សាយជាសាធារណៈដល់បណ្ដាខេត្តបាទពង្រឹងការផ្សព្វផ្សាយការងារផ្សព្វផ្សាយដល់សាធារណៈនិងមួយទៀតការងារចុះបញ្ជីជាប្រព័ន្ធបាទអញ្ចឹងអ្វីដែលគាត់ត្រូវធ្វើក្នុងឆ្នាំ2026ហ្នឹងគឺសញ្ញនាករកលឹះលទ្ធផល3ធំទី1គាត់មានវគ្គបណ្ដុះបណ្ដាលមួយវគ្គបាទចុះជំរុញការងារពីការផ្សព្វផ្សាយការងារចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធចំនួន6ខេត្តហើយមួយទៀតគឺចុះជំរុញកិច្ចការងារវាយតម្លៃបែបចំនួន4ខេត្តអនុកម្មវិធីទី2គឺការងារបច្ចេកទេសវាស់វែងសូដីបាទអនុវត្តដោយនាយកដ្ឋានបច្ចេកទេសបាទគាត់មានសញ្ញនាករចំនួន3ទី1គឺតកតងជាមួយនឹងការគ្រប់គ្រងបច្ចេកទេសវាស់វែងសូដីទី2ធ្វើរូបថតលើអាកាសទី3គឺធ្វើការពង្រឹងសមត្ថភាពមន្ត្រីអញ្ចឹងអ្វីដែលគាត់ត្រូវធ្វើឆ្នាំ2026នេះបាទគោលដៅរបស់គាត់គឺ30ករណីគាត់ចុះទៅគ្រប់គ្រងខាងបច្ចេកទេស30ករណីប៉ុន្តែមិនមែនមានន័យថា30ខេត្តទេគឺ30ករណីបើមិនទាន់ដឹងថាខេត្តណាខ្លះបាទអានឹងគាត់ជាអ្នកដៅថតរូបលើអាកាស50000ហិកតាហើយនឹងពង្រឹងសមត្ថភាពមន្ត្រីនឹងចំនួន60នាក់អនុទី3
បាទអនុទី3គឺការងារអភិរក្សសូត្រដីអនុវត្តដោយយុវដ្ឋានអភិរក្សសូត្រដីបាទមាន3សញ្ញនាករទី1តាក់ទងមួយការ scan ឯកសារដែលចាស់ហ្នឹងទុកចុះពិនិត្យនិងណែនាំការងារអភិរក្សតាមបណ្ដាខេត្តពិនិត្យនិងទី3ធ្វើការពិនិត្យនិងធ្វើចរន្តការសភៅគោលបញ្ជីសភៅចុះបញ្ជីអចលនវត្ថុឲ្យបានតាន់ពេលវេលាបាទអញ្ចឹងអ្វីដែលគាត់ត្រូវធ្វើកលឹះចំនួន4បាទទី1 scan ឯកសារ 3000 ច្បាប់បាទទី2ពិនិត្យឯកសារសូត្រដី 8000 ច្បាប់ចុះទៅក្នុងគោលបញ្ជីបាទចុះពិនិត្យណែនាំការងារអភិរក្សទាំង25ខេត្តក្រុងហើយនឹងធ្វើចរន្តការសភៅចូលសភៅគោលបញ្ជីចំនួន 5000 ច្បាប់បាទនេះទី4គឺអនុវត្តដោយយុវដ្ឋានភូមិសាស្ត្រគឺគាត់ធ្វើកិច្ចការងារតាក់ទងជាមួយនឹងទិន្នន័យផែនទីគោលនៃប្រទេសកម្ពុជាបាទគាត់មាន3សញ្ញនាករទី1ធ្វើបច្ចុប្បន្នភាពព្រមទល់រដ្ឋបាលទី2ថែទាំវាស់វែងបកគោប្រតិភិវិភាគនិងស្ថានីយ៍វាស់វែងអចិន្ត្រៃយ៍បាទ core station ហ្នឹងហើយទី3គឺធ្វើបច្ចុប្បន្នភាពទីតាំងភូមិសាស្ត្រអញ្ចឹងអ្វីដែលគាត់ត្រូវធ្វើឆ្នាំ2026គឺបច្ចុប្បន្នភាពព្រំទូលរដ្ឋបាលចំនួន30សង្កាត់បាទវាស់វែងរយៈកម្ពស់200គីឡូបាទធ្វើបច្ចុប្បន្នភាពបកគោប្រតិភិវិភាគចំនួន350បកគោបាទពិនិត្យសាងសង់កំណត់និយមការផ្ទៀងទាត់បកគោខនោះចំនួន94បាទកំណត់និយមការ65ខហើយមួយទៀតគឺធ្វើការចុះមើលទីតាំង400ទីតាំងនាមភូមិសាស្ត្របាទអាប់ដេតបាទធ្វើបច្ចុប្បន្នភាពនាមភូមិសាស្ត្រចំនួន400ទីតាំងបាទអនុទី5គឺនាយកដ្ឋានអនុវត្តដោយនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានសូត្រដីគាត់មានសញ្ញនាករចំនួន3បាទទី1ធ្វើទំនើបកម្មប្រព័ន្ធចុះបញ្ជីដីធ្លីទី2គឺគ្រប់គ្រងបច្ចេកទេសព័ត៌មានសូត្រដីសម្រាប់អគ្គនាយកដ្ឋាននិងក្រសួងហើយណែនាំបច្ចេកចំណុចទី3គឺណែនាំបំពន់ដល់មន្ត្រីតាមខេត្តលើបច្ចេកវិទ្យាព័ត៌មានសូត្រដីអញ្ចឹងគាត់ក្នុងឆ្នាំ2026នេះបាទបានដាក់នៅឲ្យប្រើប្រាស់នៅប្រព័ន្ធចុះបញ្ជីថ្មីបាទដែលបានធ្វើបច្ចុប្បន្នភាពទាំង25ខេត្តក្រុងហើយចុះបញ្ជីសូត្រដីហើយក៏គ្រោងនឹងដាក់ឲ្យប្រើប្រាស់ប្រព័ន្ធមួយទៀតគឺប្រព័ន្ធចុះបញ្ជីអគារសហកម្មសិទ្ធិនឹងដាក់នៅពេលឆាប់ៗនេះដែរទាំង25ខេត្តដែរគ្រប់គ្រងបច្ចេកទេសទាំង25ខេត្តហើយមួយទៀតគឺបំពន់បាទចុះបំពន់គ្រប់25ខេត្តអនុទី6បាទការដោះស្រាយវិវាទដីធ្លីបាទអនុវត្តដោយនាយកដ្ឋានកិច្ចការវិវាទអញ្ចឹងសញ្ញនាករចំនួន3ទី1គាត់នឹងរៀបចំសិក្ខាសាលាពាក់ព័ន្ធនឹងកិច្ចការងារវិវាទដីធ្លីបាទដោះស្រាយវិវាទដីធ្លីដោយគណៈកម្មការរដ្ឋបាលហើយនឹងមួយទៀតទី3គឺដោះស្រាយវិវាទដីធ្លីដោយក្រុមការងារក្រសួងបាទគាត់នឹងរៀបចំវគ្គបណ្ដុះបណ្ដាលចំនួន1វគ្គបាទដោះស្រាយដោយវិវាទដោយគណៈកម្មការរដ្ឋបាលចំនួន500ករណីហើយក្រុមការងារក្រសួងនឹងដោះស្រាយចំនួន81ករណីបាទចុងក្រោយគឺអនុទី7បាទដែលអនុវត្តដោយអគ្គនាយកដ្ឋានផ្ទាល់តែម្ដងគឺធ្វើការចុះបញ្ជីចេញបានកម្មសិទ្ធិជាង2លានក្បាលដីបាទសម្រាប់ក្នុងឆ្នាំ2026ចុះបញ្ជីដីសហគមន៍10សហគមន៍ហើយចុះបញ្ជីដីរដ្ឋ200,000ហិកតាបាទសម្រាប់បទបង្ហាញរបស់ខ្ញុំនៅពេលនេះបាទសូមបញ្ចប់បាទសូមអរគុណ